ខ្ជិលធ្វើមកណាលោកអើយបាយកែវផ្ទះហើយខ្ជិលធ្វើមកហូបហ្នឹងគេដែរម្ដងកូនមកភីសា Costco ម្ដងដេកភ្នែកលង្ហើមនេះហើយកូនខ្ញុំ2នាក់ហ្នឹងដឹងល្មិចល្មាទេនិយាយពីថាឲ្យទៅដើរជាមួយគ្នានៅជាមួយគ្នារោឆ្លោះតែគ្នាហ្នឹងកូនខ្ញុំ2នាក់ហ្នឹងស្រួលទេឲ្យទៅមក Costco Pizza ម្ដងគេដឹងហើយថា Pizza មួយណាដែលគេចូលចិត្តហើយ Costco Pizza គេនេះហាដំបងខ្ញុំចូលចិត្តតែឥឡូវខ្ញុំមិនសូវចូលចិត្តទេខ្ញុំមានអារម្មណ៍ថាគេហាក់បីដូចជាបន្ថយគ្រឿងបន្ថយគ្រូអីគេចឹងណាញ៉ាំទៅអត់ឆ្ងាញ់ដូចមុនទេហើយឥឡូវនេះគេកំង Pizza ខ្លួនគេបានហើយខ្ញុំកំងតែម្នាក់តាមមកប្រទេសទេពីព្រោះអីប្តីអត់នៅតែ3នាក់ម៉ែកូនគេឃ្លៀង Pizza ក៏នាំគេមកបដ ாய் ទៅណាមួយម៉ែខ្ជិលដែរផងបន្ទាប់ពីកំង Pizza ហើយយើងទទួលបានលេខរៀងបន្ទាប់មកយើងនៅឈរចាំគេទៀតគ្រាន់តែ Pizza របស់យើងហ្នឹងគេធ្វើឆ្អិនហើយគេហៅយើងហើយនេះមុខមនុយគេហ្នឹងគឺអត់សូវថ្លៃប៉ុន្មានទេកន្លែងម៉ាស៊ីនទឹកសូដាគេនេះហាយើងផឹកអស់ហើយយើងមកផឹកម្ដងទៀតប្រហែល100ដងក៏គេហាមឃាត់យើងដែរឲ្យតែយើងនឹងប្រកែផឹកហើយបើកន្លែងតុកគេអង្គុយនេះវិញណាមនុស្សឈរចាំតម្រង់ជួបប្រប្រងប្រព្រាតរងចាំមួយងើបមួយចេញមួយចូលមួយចេញមួយចូលរត់តអ្នកសម្អាតតុកហ្នឹងណាមកសម្អាតតុកឲ្យយើងអង្គុយនឹងអត់បានទេយើងអ្នកសម្អាតខ្លួនឯងអីខ្លួនឯងពីពួកអីសម្បូរអ្នកមកអង្គុយញ៉ាំច្រើនពេកនិយាយមែនជាធម្មតាប្រទេស Pizza Costco នេះហ่ะធំណាស់តាមមកប្រទេសគឺញ៉ាំឆ្អែតហើយក៏ប៉ុន្តែថ្ងៃនេះប្រទេសនំ Pizza កូនប្រុសរបស់ខ្ញុំនឹងគឺតូចជាងគេខានមកទិញ Pizza Costco រៀងយូរដល់ដែរដោយសារតែគុណភាព Pizza ឥឡូវវាអត់សូវឆ្ងាញ់ដូចមុនណាកាលគេបើកហាងថ្មីឆ្ងាញ់យូរទៅអត់ឆ្ងាញ់ទេហើយដៃរាវហ្នឹងរាវរកកន្លែងចុចបិទវីដេអូដោយសារខ្ញុំដាក់ទូរស័ព្ទប្តីចឹងទៅខ្ញុំវែងកន្លែងចុចបិទមិនទាន់ចាស់ផងវែងដល់ប៉ុណ្ណឹងទៅហើយកូនខ្ញុំនឹងគេសួរថាម៉ាក់អាកូងៀតនេះតម្លៃប៉ុន្មានហើយអាកូងៀតនឹងស្រួយអត់ខ្ញុំនឹងថាអត់ស្រួយទេអាកូងៀតនេះហើយរសជាតិក៏មិនសូវឆ្ងាញ់ប្រហែលដែរហើយកូនខ្ញុំនឹងកាលមកប្រាប់ថាចង់មកញ៉ាំតែ Pizza ទេពេលចូលមកដល់មានលុយម្នាក់$20នៅក្នុងដៃលេងចូលមកដល់សុំមកមើលអីវ៉ាន់គេនៅក្នុងហ្នឹងហើយអត់សូវតែមានលុយច្រើនណាអត់ទេណាមានតែម្នាក់$20ទេដើរចុះដើរឡើងហ្នឹងក៏មកឃើញអាស្ករគ្រាប់គេនេះឃើញហើយហ្នឹងក៏ធ្វើពុតជាសួរម៉ែគេសួរឆ្ងាញ់អត់អីអត់ចឹងណាតាំងក៏ពុតទៅធ្វើពុតជាចង់ទិញដល់ទិញមកទៅហ្នឹងក៏ចំអត់ឆ្ងាញ់ទៀតហើយខ្ញុំនឹងមិនមែនជាអ្នក fan ខាង Costco អីទេពីព្រោះអី Costco នឹងតម្លៃអីវ៉ាន់ហ្នឹងគឺវារៀងថ្លៃអញ្ចឹងទៅខ្ញុំពេលទិញអីវ៉ាន់ទិញអីហ្នឹងគឺខ្ញុំទិញកន្លែងផ្សេងខ្ញុំមកញ៉ាំតែ Pizza ហើយនឹងចាក់សាំងទេនៅកន្លែង Costco ហ្នឹងហើយកូនប្រុសខ្ញុំនឹងគេលើកអាស្ករគ្រាប់ឡើងគេល្អគេថាស្អីគេស្ករគ្រាប់មកកញ្ចប់ហ្នឹងថ្លៃម៉េចដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងមកនឹងមកតែ Pizza ទេដល់តែមកទៅបានស្ករគ្រាប់បាននេះបាននោះទៅជាមួយវិញខ្ញុំអត់ចង់ចេញទៅពីផ្ទះទេហ៊ានតែចេញពីផ្ទះគឺដឹងតែអស់ច្រើនជាងរំពឹងទុកហើយអ្នកណាគេបានមើលវីដេអូមកដល់កន្លែងនេះអរគុណច្រើនជូនពរសុខភាពល្អសំណាងល្អអរគុណច្រើនបាយបាយ